ព្រឹកថ្ងៃទី11ខែសីហាឆ្នាំ2011សម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភាអមដំណើរដោយឯកឧត្តមទេពងនអនុប្រធានទី2ព្រឹទ្ធសភាឯកឧត្តមច័ន្ទសរុនរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទឯកឧត្តមលោកជំទាវជាសមាជិកសមាជិកាព្រឹទ្ធសភារដ្ឋសភាឯកឧត្តមលោកជំទាវជាទីប្រឹក្សាសម្ដេចអគ្គមហាធម្មពោធិសត្វនិងមន្ត្រីនៃមុខនៃការជាច្រើនទៀតបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីលែងត្រីពូជក្នុងបឹងដែលស្ថិតនៅក្នុងមជ្ឈមណ្ឌលសារមន្ទីរប្រវត្តិសាស្ត្ររបស់គណៈបកប្រជាជនកម្ពុជាដែលស្ថិតនៅក្នុងភូមិកន្លែងជ្រៅឃុំក្របៅស្រុកកំចាយមាសខេត្តព្រៃវែងឯកឧត្តមអង្គសមីអភិបាលនៃគណៈអភិបាលខេត្តព្រៃវែងមានប្រសាសន៍ជម្រាបជូនគណៈអធិបតីអំពីសភាពការរួមរបស់ខេត្តដែលក្នុងនោះមានការងាររក្សាបាននៅសន្តិសុខនិងសុវត្ថិភាពជូនប្រជាពលរដ្ឋតាមរយៈការអនុវត្តនៅគោលនយោបាយភូមិឃុំមានសុវត្ថិភាពដោយកងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទបានរួមសហការគ្នាជាមួយនឹងប្រជាការពារទប់ស្កាត់បានយ៉ាងមានប្រសិទ្ធភាពនៅរាល់បទល្មើសនានាដែលកើតមានឡើងនៅក្នុងមូលដ្ឋានរៀងៗខ្លួនដោយឡែកនៅលើការងារបង្កបង្កើនផលវិញនៅទូទាំងខេត្តដោយរបាយទឹកភ្លៀងបានធ្លាក់តាំងពីដើមរដូវធ្វើឲ្យការងារបង្កបង្កើនផលស្រូវរដូវវស្សាឆ្នាំ2011មានសន្ទុះលឿនជាងឆ្នាំកន្លងទៅបើប្រៀបធៀបនៅក្នុងរយៈពេលដូចគ្នាឯកឧត្តមអភិបាលខេត្តក៏បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមសម្ដេចអគ្គមហាពញាចក្រីហេងសំរិននិងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនដែលបានបង្កើតឲ្យមានសារមន្ទីរប្រវត្តិសាស្ត្រនេះឡើងនៅក្នុងទឹកដីខេត្តព្រៃវែងដែលជាទីកន្លែងតស៊ូរបស់យុទ្ធជនយុទ្ធនារីយើងក្នុងការតស៊ូរំដោះប្រទេសជាតិនិងប្រជាជនឲ្យរួចផុតពីរបបឃោរឃៅប្រល័យពូជសាសន៍ប៉ុលពតក្នុងនាមប្រជាពលរដ្ឋក្នុងខេត្តព្រៃវែងទាំងមូលសូមគោរពដឹងគុណមិនអាចបំភ្លេចបាននៅឧបការៈគុណដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាធម្មពោធិសត្វសម្ដេចអគ្គមហាពញាចក្រីនិងសម្ដេចអគ្គមហាសេនាបតីតេជោដែលជាកុលបុត្រដ៏ឆ្នើមដែលបានលះបង់គ្រប់បែបយ៉ាងសម្រាប់សេចក្តីសុខរបស់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរីកចម្រើននៃប្រទេសជាតិយើងទាំងមូលសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមមានប្រសាសន៍ថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទរដ្ឋបាលជលផលរដ្ឋបាលព្រៃឈើនិងអាជ្ញាធរដែនដីដែលបានរៀបចំឲ្យមានពិធីដ៏មានអត្ថន័យនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រនេះឡើងដែលជាគុណប្រយោជន៍សម្រាប់ការបង្កើតឲ្យមានគម្របបៃតងនិងការបង្កើនឲ្យបានកាន់តែច្រើននៅធនធានមច្ឆជាតិក្នុងខេត្តព្រៃវែងក៏ដូចជានៅទូទាំងប្រទេសដើម្បីរួមចំណែកការពារព្រៃឈើនិងបង្កើនសន្តិសុខស្បៀងសម្រាប់ប្រជាពលរដ្ឋយើងនៅទូទាំងប្រទេសសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមមានប្រសាសន៍រំលឹកអំពីទីតាំងប្រវត្តិសាស្ត្រនេះគឺជាកន្លែងតស៊ូរបស់អ្នកស្នេហាជាតិគ្រប់ជំនាន់តាំងពីទសវត្សរ៍ទី50និង60ពិសេសគឺជាកន្លែងនៃការបង្កើតចលនាតស៊ូរបស់កម្មាភិបាលសំខាន់ៗដែលបានប្រសូតចេញពីកន្លែងនេះធ្វើការតស៊ូដើម្បីបបផាតរំដោះជាតិមាតុភូមិនិងប្រជាពលរដ្ឋកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតសម្ដេចមានប្រសាសន៍បញ្ជាក់ទៀតថាទីកន្លែងដែលយើងនាំគ្នាប្រារព្ធពិធីលែងត្រីនិងដាំដើមឈើនេះគឺជាទីតាំងអតីតកន្លែងលាក់ពួនសម្រាប់ធ្វើការតស៊ូក្នុងបបផាតរំដោះជាតិមាតុភូមិព្រោះថាទីកន្លែងនេះការដាំឡើយគឺមានព្រៃឈើក្រាស់ៗបង្កលក្ខណៈងាយស្រួលក្នុងការលាក់ខ្លួនរបស់អ្នកស្នេហាជាតិយើងជាក់ស្ដែងសម្ដេចផ្ទាល់បានមកលាក់ខ្លួនបង្កើតចលនាតស៊ូនៅលើកោះទីទុយដែលសងខាងកោះនេះមានទឹកងាយស្រួលក្នុងការលាក់ខ្លួនក្នុងចលនាតស៊ូនេះសម្ដេចបាននៅលើកោះទីទុយនេះអស់រយៈពេល1ខែហើយចលនាតស៊ូនេះគឺកងកម្លាំងរបស់យើងមានការលំបាកខ្លាំងណាស់គឺម្ខាងការពារអាយុជីវិតខ្លួនឯងហើយម្ខាងទៀតត្រូវការពារអាយុជីវិតប្រជាជនសម្ដេចបញ្ជាក់ថាក្នុងចលនាតស៊ូនេះក្រៅពីសម្ដេចផ្ទាល់ក៏មានវត្តមានអិសរាជជនសំខាន់ៗជាច្រើនរូបទៀតក៏បានមកចូលរួមធ្វើការតស៊ូចេញពីទីតាំងនេះដែរសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមបានបញ្ជាក់ថាការបង្កើតឲ្យមានសារមន្ទីរប្រវត្តិសាស្ត្ររបស់គណៈបកប្រជាជននៅក្នុងភូមិសាស្ត្រភូមិកន្លែងជ្រៅនេះឡើងគឺដើម្បីបង្ហាញឲ្យអ្នកសិក្សាស្រាវជ្រាវចំនួនក្រោយបានយល់ដឹងច្បាស់អំពីសច្ចភាពនិងសច្ចធម៌របស់គណៈបកប្រជាជនកម្ពុជាបន្ទាប់ពីចែកអំណោយជានិមិត្តរូបជូនដល់ប្រជាពលរដ្ឋចូលរួមរួចមកសម្ដេចអគ្គមហាធម្មពោធិសត្វជាស៊ីមប្រធានព្រឹទ្ធសភានិងឯកឧត្តមលោកជំទាវអ្នកចូលរួមនៅក្នុងអង្គពិធីបានអញ្ជើញលែងត្រីពូជនិងកូនត្រីចំនួន 12,000 ក្បាលចូលទៅក្នុងបឹងដែលទើបនឹងជីកថ្មីនៅក្នុងបរិវេណនៃសារមន្ទីរប្រវត្តិសាស្ត្រភ
ភូមិកន្លែងជ្រៅឃុំក្របៅស្រុកកំចៃមាសខេត្តព្រៃវែងតាមរយៈការលែងត្រីពូជនិងកូនត្រីក្នុងថ្ងៃនេះសម្ដេចអគ្គមហាធម្មពោធិសត្វជីស៊ីមបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមថែរក្សាធនធានមច្ឆជាតិយើងឲ្យមាននិរន្តរភាពប្រយោជន៍លើកស្ទួយជីវភាពរស់នៅរបស់បងប្អូនបានកាន់តែប្រសើរហើយជៀសវាងប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ដែលនាំឲ្យហិនហោចដល់ធនធានមច្ឆជាតិយើងសម្ដេចអគ្គមហាធម្មពោធិសត្វជីស៊ីមក៏បានអញ្ជើញដាំដើមឈើនៅក្នុងសារមន្ទីរប្រវត្តិសាស្ត្រដើម្បីជានិមិត្តរូបអំពាវនាវសូមឲ្យប្រជាពលរដ្ឋយើងនៅគ្រប់មូលដ្ឋានត្រូវនាំគ្នាចូលរួមដាំដើមឈើឲ្យបានច្រើនសម្ដៅឲ្យប្រទេសជាតិយើងមានគម្របបៃតងឡើងវិញប្រយោជន៍កាត់បន្ថយនៅគ្រោះធម្មជាតិផ្សេងៗដែលនឹងអាចកើតឡើងហើយបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សសត្វទៅថ្ងៃអនាគត